គ្រប់ជម្រាបសួរទៅដល់ពុកម៉ែបងប្អូននិងអ្នកមើលជាទស្សនិកជនក្នុងការមើលវីដេអូមួយនេះថ្ងៃនេះយើងនឹងនិយាយអំពីវិធីសាស្ត្រក្នុងការសិក្សាចំពោះវិធីសាស្ត្រក្នុងការសិក្សាគឺខ្ញុំត្រូវបានចែកចេញជា8ចំណុចគឺជាធំបាទហើយបញ្ជាក់ថាការសិក្សាយុទ្ធសាស្ត្រទាំងអស់នេះគឺបានមកពីការបទពិសោធន៍របស់ខ្ញុំដែលធ្លាប់បានរៀនពីមុនបាទហើយខ្ញុំនឹងនិយាយនឹងដកស្រង់បទពិសោធន៍នេះដើម្បីឲ្យបងប្អូនអ្នកមើលក៏ដូចជាអ្នកមើលផ្សេងៗដែលកំពុងតែសិក្សារៀនសូត្រជាពិសេសសិស្សថ្នាក់ទី10ទី11ទី12បាទដើម្បីយកបទពិសោធន៍របស់ខ្ញុំមួយនេះទៅអនុវត្តហើយអាចស្វែងរកខ្លួនឯងបានដូចជាខ្ញុំដែរចំពោះនិយាយពីអតីតកាលដែលខ្ញុំជាសិស្សវិទ្យាល័យនៅពេលប្រឡងចប់បាក់ឌុបភ្លាមគឺខ្ញុំទទួលបាននិទ្ទេស B បាទតែលទ្ធផលនេះវាមិនមែនជាលទ្ធផលដ៏ល្អឥតខ្ចោះហើយក៏មិនមែនលទ្ធផលមិនល្អដែរប៉ុន្តែវាជាលទ្ធផលមួយដែលទទួលបានពីការខិតខំប្រឹងប្រែងហើយការបដិញ្ញាចិត្តរបស់ខ្ញុំបាទយើងកុំវិញឆ្ងាយយូរយើងចូលទៅដល់ចំណុចទាំងអស់នោះគឺចំពោះវិធីសាស្ត្រក្នុងការរៀនសូត្រគឺខ្ញុំបានអនុវត្តហើយខ្ញុំបានដកស្រង់ចេញមកគឺមាន8ចំណុចទី1ការយល់ដឹងខ្លួនឯងយើងដឹងថាការយល់ដឹងខ្លួនឯងគឺវាពិបាកខ្លាំងណាស់មនុស្សមួយចំនួនគឺអត់ដែលបានយល់ដឹងខ្លួនឯងទេគឺធ្វើតាមដែលថាតាមក្បួនតាមបទពិសោធន៍អ្នកផ្សេងហើយយកមកអនុវត្តខ្លួនឯងខ្ញុំក៏ធ្លាប់យកបទពិសោធន៍របស់គេមកអនុវត្តលើខ្លួនឯងដែរប៉ុន្តែវាមិនបានផលទេក្រោយមកខ្ញុំក៏បានស្វែងរកខ្លួនឯងស្វែងរកវិធីសាស្ត្រក្នុងការសិក្សារៀនសូត្រស្វែងរកពេលវេលាក្នុងការរៀនសូត្រដើម្បីងាយស្រួលក្នុងការចាប់បានឧទាហរណ៍ដូចជាការទន្ទិញមេរៀនការធ្វើលំហាត់ការអានសៀវភៅផ្សេងមនុស្សម្នាក់គឺមានលក្ខណៈពីកំណើតផ្សេងគ្នាអ្នកខ្លះឧទាហរណ៍ថាអ្នកខ្លះគាត់ចូលចិត្តអានសៀវភៅនៅពេលថ្ងៃប៉ុន្តែអ្នកផ្សេងទៀតគឺគាត់អាចអនុវត្តប៉ុន្តែអនុវត្តទៅវាមិនបានផលល្អដូចគ្នាទេពីព្រោះមនុស្សផ្សេងគឺមានលក្ខណៈkhácគ្នាអញ្ចឹងមុនដំបូងបំផុតដើម្បីឲ្យការសិក្សារបស់យើងមានប្រសិទ្ធភាពគឺយើងត្រូវតែស្វែងរកខ្លួនឯងថាតើខ្លួនឯងអាចសិក្សារៀនសូត្រនៅពេលណាដែលទទួលបានលទ្ធផលល្អអាចដូចថាអាចទន្ទិញមេរៀនពេលណាដែលចាំបានល្អអូខេចំពោះចំណុចទី2របៀបរៀបចំផែនការប៉ុន្តែគោលដៅមួយភាពជោគជ័យមួយតែងតែមានផែនការកំណត់ពេលវេលាការកំណត់នៅសមត្ថភាពខ្លួនឯងការផ្ដល់កម្លាំងដល់ខ្លួនឯងដើម្បីសម្រេចហើយដើម្បីគូសផែនទីមួយដើម្បីឲ្យខ្លួនឯងមានសក្តានុពលហើយឈានទៅរកភាពជោគជ័យដូចជាការសិក្សារៀនសូត្រជាដើមបើសិនបើយើងអត់មានគោលដៅយើងអត់មានផែនការយើងមិនអាចទទួលបានលទ្ធផលល្អនោះទេអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាគួរតែមានផែនការមានការរៀបចំគោលដៅរៀបចំការវិភាគក្នុងការសិក្សារៀនសូត្រដើម្បីទទួលបាននៅលទ្ធផលល្អផ្សេងបាទចំពោះចំណុចទី3គឺការបដិញ្ញាចិត្តចំពោះបុគ្គលគ្មានអ្វីខ្លាំងជាងការបដិញ្ញាចិត្តរបស់ខ្លួនយើងទេបើសិនបើយើងឧទាហរណ៍ថាសិស្សទី12ឆ្នាំនេះគឺជាឆ្នាំដែលត្រូវប្រឡងបញ្ចប់នៃឆ្នាំសិក្សានៃវិទ្យាល័យអញ្ចឹងគាត់ត្រូវបដិញ្ញាចិត្តថាគាត់នឹងត្រូវប្រឡងឲ្យជាប់ទទួលបានសញ្ញាបត្រមួយដែលមាននិទ្ទេសដ៏ល្អសម្រាប់ខ្លួនឯងនិងគ្រួសារខ្លួនឯងអញ្ចឹងគាត់ត្រូវតែបដិញ្ញាចិត្តថាគាត់នឹងខិតខំរៀនសូត្រខិតខំទន្ទិញមេរៀនខិតខំធ្វើលំហាត់ដើម្បីទទួលបាននូវលទ្ធផលល្អទាំងប្រចាំខែទាំង
ទាំងប្រចាំឆមាសនិងទាំងប្រចាំឆ្នាំហើយជាពិសេសទៅនោះគឺការប្រឡងជាប់សញ្ញាបត្រទុតិយភូមិផងដែរបាទចំណុចទី3នេះវាក៏ជាចំណុចដ៏សំខាន់មួយដែរហើយក៏ជាចំណុចដ៏ស្រស់ស្រាប់ដែលធ្វើឲ្យយុវជនធ្វើឲ្យប្អូនៗអាចនឹងទទួលបានលទ្ធផលជោគជ័យប្រសិនបើការងារមួយដែលមិនមានការបដិញ្ញាចិត្តគឺมันអាចទទួលបានជោគជ័យបានល្អនោះទេបាទចំណុចទី4កិច្ចការស្រាវជ្រាវចំណុចទី4នេះគឺជាចំណុចមួយដែលធ្វើឲ្យភាពឲ្យការសិក្សារបស់យើងមានភាពទូលំទូលាយនៅពេលដែលយើងមានផ្នត់គំនិតមួយដែលថាចេះស្រាវជ្រាវចេះស្វែងយល់ចេះស្វ័យសិក្សាខ្លួនឯងគឺពេលនោះហើយយើងនឹងដឹងថាយើងកំពុងតែមានសក្តានុពលបន្តិចម្ដងលើពីនេះទៅទៀតការស្វែងយល់ដោយខ្លួនឯងគឺតែងតែធ្វើឲ្យយើងមានភាពជាក់ច្បាស់ទៅលើឧទាហរណ៍ថាយើងនៅរៀនយើងអត់យល់ពីចំណុចមួយនៅក្នុងមេរៀនណាមួយបើសិនបើយើងចេះស្វែងយល់ចេះស្វ័យសិក្សាខ្លួនឯងយើងនឹងអាចយល់អំពីមេរៀននេះដោយខ្លួនឯងដោយមិនចាំបាច់មានគ្រូមកបញ្យល់ក៏អាចបានដែរបាទចំណុចទី4គឺជាចំណុចមួយដ៏ល្អដែរហើយបន្តមកទៀតយើងចូលទៅដល់ចំណុចទី5ការជ្រើសរើសគ្រូបង្រៀនចំពោះការសិក្សារៀនសូត្រនៅក្នុងម៉ោងសិក្សារដ្ឋគឺវាមិនជាថ្មីទេគឺការសិក្សារដ្ឋគឺគ្រូនៅក្នុងមុខវិជ្ជាក្នុងការសិក្សារៀនម៉ោងរដ្ឋគឺសិតតែល្អហើយប៉ុន្តែលក្ខខណ្ឌដែលពិសេសនោះគឺការជ្រើសរើសគ្រូនៅពេលដែលយើងរៀនថែមម៉ោងរៀនក្រៅម៉ោងរៀនបន្ថែមយើងរៀនបន្ថែមដើម្បីទទួលបាននៅលំហាត់ថ្មីមេរៀនថ្មីការបញ្យល់បានជាក់លាក់ដើម្បីបន្ថែមចំណុចខ្វះខាតរបស់យើងដែលយើងមានបាទចំណុចមួយនេះគឺល្អណាស់ប្រសិនបើយើងរើសគ្រូខុសឧទាហរណ៍ថាយើងរើសគ្រូដែលមិនសូវមានការបញ្យល់ក្បោះក្បាយបានល្អគឺនៅពេលដែលយើងប្រឡងប្រចាំខែប្រឡងឆមាសគឺមិនសូវជាបញ្ហាទេយើងខុសតិចតួចប៉ុន្តែគ្រូរបស់យើងគឺជាគ្រូនៅក្នុងវិទ្យាល័យរបស់យើងគាត់កែមានការអាណិតគ្រូប៉ុន្តែនៅពេលដែលយើងប្រឡងថ្នាក់ជាតិឧទាហរណ៍ដូចជាការប្រឡងទុតិយភូមិការប្រឡងបឋមភូមិជាដើមការប្រឡងទុតិយភូមិគឺជាការប្រឡងមួយដ៏ស្វិតស្វាញការកែក៏តឹងរឹងលំហាត់ក៏ប្លែកដូច្នេះយើងគួរតែមានការជ្រើសរើសគ្រូបង្រៀនឲ្យបានត្រឹមត្រូវដែលគាត់មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការទៅកែកិច្ចការវិញ្ញាសាថ្នាក់ជាតិបាទអញ្ចឹងចំណុចមួយនេះក៏វាជាចំណុចសំខាន់ដែរហើយខ្ញុំលើកទឹកចិត្តឲ្យសិស្សវិទ្យាល័យទាំងអស់ចាប់ពីថ្នាក់ទី10ទី11ទី12គួរតែជ្រើសរើសគ្រូបង្រៀនឲ្យបានល្អដើម្បីទទួលបានមូលដ្ឋានគ្រឹះមួយដែលសមរម្យហើយសមស្របនឹងខ្លួនឯងដើម្បីពង្រឹងនិងដុសខាត់សមត្ថភាពរបស់យើងក្នុងការត្រៀមដើម្បីប្រឡងថ្នាក់ជាតិទទួលបានសញ្ញាបត្រទុតិយភូមិផងដែរបាទចំពោះចំណុចទី6ក៏ជាចំណុចមួយដែលបងប្អូនគួរតែសិក្សាបងប្អូនគួរតែស្វែងយល់ផងដែរចំណុចទី6នោះគឺជាការសេពគប់គឺជាកត្តាមួយដ៏សំខាន់ក្នុងការសិក្សារៀនសូត្រប្រសិនបើការសេពគប់របស់យើងខុសគឺការសិក្សារបស់យើងក៏មិនអាចអភិវឌ្ឍល្អបានដែរឧទាហរណ៍ដូចជាប្រសិនប្អូនជាអ្នកសិក្សារៀនសូត្រប៉ុន្តែប្អូនទៅរាប់អានជាមួយនឹងបុគ្គលដែលមិនចូលចិត្តរៀនសូត្រយើងមិនអាចដើរជាមួយគ្នាបានទេហើយក៏មិនមានលក្ខណៈចុះសម្រុងនឹងគ្នាបានដែរបើសិនបើប្អូនចូលចិត្តរៀនសូត្រប្អូនគួរតែជ្រើសរើសគួរតែសេពគប់ជាមួយនឹងបុគ្គលណាដែលចូលចិត្តរៀនសូត្រមិត្តភក្តិណាដែលចូលចិត្តស្វែងយល់ស្វ័យសិក្សាជាមួយខ្លួនដើម្បីទទួលបានបទពិសោធន៍គ្នាទៅវិញទៅមកការផ្លាស់ប្ដូរនៃបទពិសោធន៍ការបញ្យល់គ្នាទៅវិញទៅមកទៅលើចំណុចណាមួយដែលយើងមិនមានការយល់ច្បាស់ហ
ហើយប៉ុន្តែមិត្តភ័ក្តិរបស់យើងមានការយល់ច្បាស់អញ្ចឹងចំណុចហ្នឹងក៏វាជាចំណុចដែលល្អដែរសម្រាប់យើងក្នុងការរៀនសូត្រពីព្រោះអឺការជ្រើសរើសមិត្តភ័ក្តិគឺជាចំណុចដ៏សំខាន់មួយក្រោយពីការរៀនសូត្ររបស់យើងផងដែរអូខេចំណុចទី7ចំណុចទី7គឺជាចំណុចមួយដែលយើងគួរថែរក្សាឲ្យបានល្អគឺការរក្សានូវសុខភាពផ្លូវចិត្តនិងការរក្សានូវសុខភាពផ្លូវកាយពិសេសណាស់ប្រសិនបើសុខភាពផ្លូវចិត្តរបស់យើងមិនបានល្អទេមានការប៉ះពាល់ពីមជ្ឈដ្ឋានគ្រួសារមជ្ឈដ្ឋានជុំវិញខ្លួននិងមជ្ឈដ្ឋានសង្គមពេលនោះការសិក្សារៀនសូត្រយើងក៏មានផលប៉ះពាល់ដែរប្រសិនបើចិត្តយើងមិនស្ងប់ចិត្តយើងមិនល្អយើងមិនអាចប្រមូលអារម្មណ៍ក្នុងការសិក្សារៀនសូត្រទេហើយចំពោះសុខភាពផ្លូវកាយប្រសិនបើរាងកាយរបស់យើងមិនមានសុខភាពល្អការសិក្សារបស់យើងក៏មិនល្អដែរដូច្នេះយើងត្រូវរក្សាសុខភាពផ្លូវកាយសុខភាពផ្លូវចិត្តឲ្យបានល្អនៅពេលក្នុងវ័យសិក្សាអូខេចំណុចទាំង8នេះខ្ញុំអាចយល់ថាបងប្អូនសិស្សានុសិស្សក៏ដូចជាអ្នកសិក្សារៀនសូត្រផ្សេងៗគួរតែយល់ដឹងចំណុចខ្លួនឯងហើយចំណុចទាំងអស់នេះគឺខ្ញុំបានដកស្រង់ចេញពីបទពិសោធន៍របស់ខ្ញុំផ្ទាល់ក្នុងការសិក្សារៀនសូត្រដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃខាងមុខបាទប្រសិនបើវីដេអូមួយនេះបងប្អូនថាអាចនឹងមានផលប្រយោជន៍ចំពោះបងប្អូនសូមអនុញ្ញាតឲ្យបងប្អូនជួយចុច like និង subscribe ចំពោះ channel របស់បងមួយផងបាទសូមអរគុណ